ថ្លែងគុំគុណបរតនត្រ័យចម្រើនពរញញោមអ្នកស្ដាប់ទាំងអស់គ្នាយើងធ្លាប់ឮមកថាបាបអកុសលផលបាបដែលយើងទទួលយកអ្នកខ្លះមានផលបាបច្រើនអ្នកខ្លះមានផលបាបតិចយើងតែងតែនិយាយពាក្យថាបាបប៉ុន្តែយកនៅក្នុងន័យថាជាផលរបស់បាបនោះឯងឧទាហរណ៍ថាយើងមានសេចក្តីទុក្ខច្រើនមានបញ្ហាច្រើននៅក្នុងជីវិតជួបទុក្ខច្រើននោះគឺជាផលរបស់បាបយើងហៅថាផលរបស់អកុសលក្នុងន័យថាមិនមែនជាបាបទេព្រោះជាបាបគឺសំដៅដល់ចិត្តខឹងចិត្តស្រឡាញ់ចិត្តស្អប់ដែលញ៉ាំងកាយវិចារឲ្យប្រព្រឹត្តទៅនោះអាហ្នឹងបានហៅថាអកុសលប៉ុន្តែរឿងដែលយើងទទួលជួបរឿងដែលមិនចង់ជួបអីផ្សេងជួបហេតុដែលមិនចង់ជួបសេចក្តីទុក្ខទាំងអស់ហ្នឹងមិនថាតែជួបសេចក្តីទុក្ខទេសូម្បីតែជួបសុខក៏សុទ្ធតែជាផលរបស់កម្មដែរប៉ុន្តែជួបផលរបស់សុខគឺជាផលរបស់កុសលកម្មជួបសេចក្តីទុក្ខទោមនស្សកើតឡើងហ្នឹងដោយសារតែផលរបស់អកុសលកម្មខ្ញុំកណាចង់លើកយករឿងផលរបស់បាបនេះដើម្បីយកមកឆ្នៃឲ្យคล้ายទៅជាការសន្សំកុសលសន្សំបុណ្យបារមីទៅក្នុងអនាគតទៅវិញពេលដែលយើងជួបនៅបាបអកុសលយើងជួបផលបាបហ្នឹងមិនថាតែបញ្ហាអីទេក្នុងជីវិតរបស់យើងពិតជាជួបច្រើនមែនទែនអញ្ចឹងបើសិនជាយើងមានតែទុក្ខទោមនស្សកើតឡើងវាអត់មានជាដំណោះស្រាយល្អថែមទាំងបង្កើតសេចក្តីទុក្ខផ្លូវចិត្តថែមមួយទៀតអ្វីដែលយើងកំពុងតែជួបវាពិតជាសេចក្តីទុក្ខមែនហើយដូចជាការព្រាត់ប្រាសការវិនាសចាកហេតុដែលមិនគប្បីចង់ជួបមេដាបិតាមិនយកចិត្តទុកដាក់អីផ្សេងតាមការដែលយើងជួបវាមានច្រើនណាខ្ញុំកណាមិនអាចរៀបរាប់អស់ទេខ្ញុំកណាអាត្មាមិនអាចរៀបរាប់អស់ទេអញ្ចឹងបញ្ហាមានច្រើនដែលជារឿងដែលគួរដល់ការទុកទោមនស្សផ្លូវចិត្តកើតឡើងយើងមិនអាចបដោយចិត្តនឹងឲ្យវាទៅទុកទោមនស្សតាមផ្លូវចិត្តនឹងកើតឡើងបានទេបើមិនយើងបដោយមានន័យថាយើងកំពុងតែធ្លាក់ទៅក្នុងដៅនៃផលបាបនឹងលើសកម្រិតមុនទៀតព្រោះពេលដែលយើងជួបរឿងណាដែលជាទុក្ខផ្លូវកាយក្តីផ្លូវចិត្តក្តីគ្រោះអន្តរាយផ្សេងក្តីវាជាផលរបស់បាបដែលយើងត្រូវទទួលយកបើសិនជាយើងទទួលយកដោយការកំណត់ដឹងនៅសេចក្តីនោះដោយការមានសតិស្មារតីកំណត់ដឹងថាអ្វីដែលយើងកំពុងតែជួបនេះវាជាការប្រព្រឹត្តទៅរបស់ធម្មជាតិដែលជាទូធម៌ដែលមិនមានអ្នកសត្វបុគ្គលណាជាអ្នកបង្កើតជាអ្នកកំណត់ទេសូម្បីតែយើងក៏គ្មានអំណាចយើងក៏គ្មានសិទ្ធិដើម្បីទៅធ្វើរឿងទាំងអស់នឹងដែរអញ្ចឹងមានហេតុមានបច្ច័យទៅវាកើតឡើងដូច្នេះយើងគឺមានតែតាំងចិត្តកំណត់សម្គាល់នៅអ្វីដែលកំពុងតែប្រកបឡើងសម្លឹងឲ្យឃើញទៅជាទូធម៌ទៅនេះគឺជាការឆ្នៃបណ្ឌិតកែអំពីសេចក្តីថាអវិជ្ជមានឲ្យមកជាវិជ្ជមានវិញអញ្ចឹងផលបាបដែលយើងទទួលវាមិនជារឿងល្អទេមិនជារឿងល្អតាមផ្លូវភ្នែកតិចចំហដាតកាយចិត្តទាំងអស់សិតតែជួបរឿងដែលមិនល្អប៉ុន្តែដូចអាត្មានិយាយខាងដើមអញ្ចឹងថាយើងត្រូវតែកំណត់ដឹងមានសតិស្មារតីមើលឲ្យស្គាល់នៅធម៌ដែលកំពុងកើតឡើងនោះឲ្យថាជាធម៌មែនបើសិនជាការប្រព្រឹត្តទៅរបស់រូបឲ្យដឹងថាជាការប្រព្រឹត្តទៅរបស់រូបបើសិនជាការប្រព្រឹត្តទៅរបស់ចិត្តឲ្យដឹងថាជាការប្រព្រឹត្តទៅរបស់ចិត្តមើលឲ្យឃើញថាវាជារូបធម៌ហើយនិងនាមធម៌មែនទែនពេលនោះយើងអាចកែច្នៃបានណាយើងអាចកែច្នៃនៅសភាវៈដែលជាផលបាបនោះឲ្យមកคล้ายជាបារមីការសន្សំបារមីរបស់យើងវិញហ្នឹងហើយការសន្សំបារមីរបស់យើងមើលទូអង្គព្រះសម្មាសម្ពុទ្ធដែលព្រះអង្គជួបអន្តរាយអីផ្សេងដូចតែគេមកបៀតបៀនអីផ្សេងព្រះអង្គមិនមែនថាអត់មានផលបាបទេការដែលគេមកបៀតបៀននោះវាសុទ្ធតែជាផលរបស់បាបទាំងអស់ប៉ុន្តែព្រះអង្គយកផលបាបហ្នឹងមកកសាងទៅជាបារមីទៅវិញហ្នឹងហើយ
ព្រះអង្គក៏សាងទៅជាបារមីទៅវិញយើងដូចគ្នាដែរយើងទីមួយយើងមិនបាច់ចាំគិតថាបារមីទេបើសិនជាយើងមិនជាអ្នកមិនមានជំនឿជឿថាទៅអនាគតនឹងទៅកើតទីនេះទីនោះអីយើងគ្រាន់តែគិតថាពេលដែលយើងមិនបានតូតទុនទៅតាមរឿងហេតុដែលកើតឡើងយើងគ្រាន់តែកំណត់ដឹងវាសម្គាល់វាថានេះជារឿងធម្មតានៃការប្រព្រឹត្តទៅរបស់ធម្មជាតិហ្នឹងហើយហើយវាជាការប្រព្រឹត្តទៅរបស់រូបជាការប្រព្រឹត្តទៅរបស់នាមដូច្នេះយើងនឹងបាត់សេចក្តីទុក្ខហើយយើងនឹងមានស្មារតីនៅក្នុងការដោះស្រាយបញ្ហាហ្នឹងថែមទៀតផងក្នុងការដោះស្រាយបញ្ហាហ្នឹងទៀតថែមទៀតផងអញ្ចឹងមិនយើងនិយាយក្នុងន័យថាជាអ្នកអាចមានចិត្តរឹងប៉ឹងក្នុងโลกនេះបើមានចិត្តមិនរឹងប៉ឹងទេវានឹងមានហានិភ័យខ្ពស់បើសិនជាមានចិត្តរឹងប៉ឹងអាចនឹងរស់នៅក្នុងពិភពលោកនេះមិនសូវលំបាកទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងក៏សាងឆ្នៃបណ្ឌិតទៅឆ្នៃផលបាបអកុសលហ្នឹងឲ្យទៅជាបារមីទៅឆ្លៀតពេលហ្នឹងគឺញ៉ាំងកិច្ចហ្នឹងហើយឲ្យដល់នៅទីបំផុតទៅហ្នឹងហើយអញ្ចឹងគឺដូចជីវិតរបស់យើងនេះជាជីវិតខ្លីណាបើមិនជាយើងយកជីវិតដ៏ខ្លីដ៏តិចនេះទៅកសាងបាបអកុសលយើងនឹងជួបតែរឿងលំបាកជួបតែផលបាបអកុសលប៉ុន្តែបើមិនជាយើងយកជីវិតដ៏ខ្លីនេះទៅកសាងសេចក្តីល្អហើយផ្សេងវានឹងញ៉ាំងសេចក្តីចម្រើនមកឲ្យយើងដូចជាទុកដែលយើងត្រូវជួបឃើញរូបល្អឃើញរូបមិនល្អយើងក៏ត្រូវស្វែងយល់គិតថាវាជាការប្រព្រឹត្តទៅរបស់កម្មដែលបានធ្វើហើយអ្នកដទៃគេកំពុងតែកសាងបាបអកុសលថ្មីបើសិនជាគេកំពុងតែធ្វើសេចក្តីណាមួយមិនល្អមកលើយើងហើយបើសិនជាយើងជួបទុកតាមផ្លូវកាយក៏យើងត្រូវកំណត់ដឹងដែរព្រោះរឿងទាំងអស់ហ្នឹងកិច្ចអត់កើតហើយយើងចង់តោមកនោះវាហាក់បីដូចជាយើងថាគួរតែខឹងប៉ុន្តែមែនទែនការដែលយើងកាន់តែខឹងវាកាន់តែដូចជារឿងហ្នឹងរូបរិទ្ធយើងកាន់តែខ្លាំងចឹងបើសិនជាយើងកាន់តែទាស់ជាមួយវាចឹងបើសិនជាយើងមិនសូវទាស់ជាមួយវាទេបានន័យថាយើងប្រហែលថាឲ្យកើតអញកំណត់ដឹងតែប៉ុណ្ណឹងវាហាក់បីដូចជារឿងហ្នឹងมันអាចសូវជាមានអំណាចប្រមាណមកលើយើងទេហ្នឹងហើយបើសិនជាយើងហ៊ានតែចង់ប្រឆាំងគឺចប់តែម្ដងហ្នឹងហើយនេះវាជារឿងមួយដែលយើងគួរចាប់ផ្លឹកនៅឃើញដែរហើយមែនទែនទៅខ្ញុំកណ្ណាអាត្មាក៏មិនមែនជាអ្នកដែលពិសេសអីក្នុងរឿងនឹងដែរគ្រាន់តែជាចែករំលែកតាមការសិក្សាតាមបទពិសោធន៍អីខ្លះតែខ្លួនឯងក៏កំពុងតែព្យាយាមនឹងដែរអញ្ចឹងសូមញាតិញោមយកព្រះពុទ្ធជាទីពឹងយកព្រះធម៌ជាទីពឹងកុំយកអ្នកណាជាទីពឹងសូម្បីខ្ញុំកណ្ណាអាត្មាក៏មិនគួរជាទីពឹងបានដែរពួកខ្ញុំកណ្ណាក៏ជាអ្នកយកព្រះពុទ្ធព្រះធម៌ជាទីពឹងដែរហើយក៏ជាអ្នកមិនតាន់មានទីពឹងដល់ថិតថេរនៅឡើយដែរសំខាន់បំផុតគឺត្រូវមានខ្លួនឯងជាទីពឹងហើយខ្លួនឯងជាទីពឹងហ្នឹងគឺការមានធម៌ការមានសតិស្មារតីនៅក្នុងខ្លួននឹងឯងចម្រើនពរ